ម្ចាស់អាជីវកម្មគួរតែជួល marketing agency ឬក៏បង្កើតក្រុម marketing នៅក្នុងក្រុមហ៊ុនរបស់ខ្លួនឯងផ្ទាល់ចាតាមពិតទៅចម្លើយគឺវាអាស្រ័យលើថាតើដំណាក់កាលនៅក្នុងអាជីវកម្មរបស់យើងកំពុងតែនៅដំណាក់កាលណាបើសិនជាអាជីវកម្មរបស់លោកអ្នកកំពុងតែនៅក្នុងដំណាក់កាលតូចហើយរីកចម្រើនចាការជួលក្រុម marketing នៅខាងក្រៅគឺយើងចំណាយតិចជាងការកសាងក្រុមព្រោះថាបើសិនជាយើងកសាងក្រុមនៅខាងក្នុងក្រុមហ៊ុនគឺយើងចំណាយច្រើនជាងដែលយើងជួល marketing agency មកដោយសារតែនៅក្នុងក្រុម marketing មួយគឺមិនមែនមានតែម្នាក់ទេគឺយើងត្រូវមានទាំងអស់ចាមានទាំងអ្នកបង្កើត content មានទាំងអ្នកបង្កើតយុទ្ធសាស្ត្រមានទាំងអ្នក design តែមានទាំងអ្នក video editor មានគ្រប់យ៉ាងចាអញ្ចឹងយ៉ាងហោចណាស់ក៏អ្នកទាំងអស់គ្នាត្រូវតែមាន3នាក់ដែរក្រុមនឹងហើយការដែលយើងជួល marketing agency ពីខាងក្រៅគឺយើងចំណាយតិចហើយចំណាយអត់ consistency ទេមានន័យថាយើងអត់ចំណាយ fix នៅក្នុងក្រុមហ៊ុនរហូតទេហើយយើងជួលទៅតាមតម្រូវការរបស់យើងតែប៉ុណ្ណោះចាហើយមួយទៀតគឺកម្លាំងមានន័យថាយើងអត់ត្រូវការគ្រប់គ្រងគាត់ច្រើនបង្ហាត់បង្ហាញគាត់ច្រើនទេដោយសារគាត់មានបទពិសោធន៍រួចស្រេចជាហើយបានជាគាត់បង្កើតជា agency អញ្ចឹងយើងគ្រាន់តែជជែកប្រឹក្សាយោបល់ជាមួយគាត់តាក់ទងទៅនឹង vision mission របស់យើងឲ្យច្បាស់លាស់ target audience របស់យើងច្បាស់លាស់គឺគាត់នឹងធ្វើទៅតាមអ្វីដែលយើងចង់បានដោយសារគាត់គឺជាអ្នកដែលមានបទពិសោធន៍ស្រាប់ហើយសម្រាប់អ្នកដែលគាត់នៅក្នុងអាជីវកម្មមួយដែលធំចាភាគច្រើនពួកគាត់ប្រើទាំងពីរទាំងនៅខាងក្រៅផងចាទាំងគាត់កសាងក្រុម marketing នៅខាងក្នុងផងព្រោះថាអាជីវកម្មធំត្រូវការ marketing ក៏ធំដែរអញ្ចឹងគាត់ជួលបន្ថែមដើម្បីពង្រីកទីផ្សាររបស់គាត់បង្កើននៅ creativity របស់គាត់ដោយសារតែគេហៅថា new voice នៅខាងក្រៅអាចជួយពង្រីកឬក៏បង្កើននៅសក្តានុពលគាត់ឲ្យកាន់តែច្រើនឡើងអញ្ចឹងបើសិនជាបងប្អូនម្ចាស់អាជីវកម្មកំពុងតែស្វែងរក marketing agency ចា complete មួយ media អាចសិក្សាជាមួយនឹងសេវាកម្មរបស់យើងបានហើយយើងផ្ដល់នៅសេវាកម្មជាច្រើនដែលបងប្អូនអាចសិក្សាជាមួយយើងហើយក៏មាន free consultant អាចថាបងប្អូនអាចតាក់ទងមកថាតើយើងអាចមានចំណែកណាមួយដែលសហការគ្នាបានចាអរគុណច្រើនបងប្អូនអរគ្នា complete មួយ